បាទគ្រូជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះចំណុចដឹងថ្មីមួយទាក់ទងជាមួយនឹងការលាងសម្អាតថែទាំប្រភេទ UF Pro បាទអញ្ចឹងពុកម៉ែបងប្អូនដែលប្រើជាប្រភេទ UF Pro ដូចខាងពួកខ្ញុំនេះគឺជាប្រភេទបែបនេះគឺយើងត្រូវមានការថែទាំសម្អាតជាប្រចាំព្រោះដោយសារតែការថែទាំសម្អាតប្រព័ន្ធ UF Pro នេះគឺវាមានអត្ថប្រយោជន៍ច្រើនទី1ទាក់ទងជាមួយនឹងលំហូរទឹករបស់យើងកាលណាយើងប្រើយូរទៅវាកកខ្លាំងអញ្ចឹងយើងត្រូវលាងសម្អាតវាដើម្បីឲ្យលំហូរទឹករបស់វាហ្នឹងគឺធូរបានល្អតាក់ទងនឹងចំណុចទី1ហើយតាក់ទងមួយចំណុចទី2តាក់ទងជាមួយនឹងកាលណាយើងលាងសម្អាតស្អាតទៅអស់កកដីផ្សេងអញ្ចឹងវាធ្វើឲ្យសមត្ថភាពចម្រោះរបស់ UF Pro របស់យើងធ្វើឲ្យទឹករបស់យើងកាន់តែស្អាតអ្វីដែលសំខាន់មួយទៀតនោះនៅពេលដែលពុកម៉ែបងប្អូនប្រើប្រាស់ច្រើនធ្វើឲ្យកកដីកើនឡើងច្រើនវាធ្វើឲ្យរុនទឹកមួយស្ទះអញ្ចឹងកាលណារុនទឹកស្ទះសម្ពាធម៉ូទ័រកើនឡើងអញ្ចឹងកាលណាសម្ពាធម៉ូទ័រកើនឡើងការប្រើប្រាស់ភ្លើងក៏មានការកើនឡើងទៅតាមនោះដែរអញ្ចឹងនេះជាអត្ថប្រយោជន៍នៃការថែទាំបាទនិយាយអំពីរបៀបនៃការថែទាំវិញបាទអញ្ចឹងខាងក្នុងរបស់យើងគឺតាក់ទងជាមួយនឹងបដូរក្នុងរបស់ UF Pro របស់យើងអញ្ចឹងតាក់ទងvớiការថែទាំលាងសម្អាតទី1គឺតាក់ទងជាមួយនឹងការថែទាំជាប្រចាំដោយយើងធ្វើការបើកវ៉ានលាងសម្អាតឬក៏ការប្រើប្រាស់ប្រព័ន្ធ flushing ព្រោះជាទូទៅនៅលើប្រព័ន្ធ UF Pro របស់យើងផ្នែកខាងក្រៅរបស់វាគឺយើងមានសម្រាប់បង្ហូរសំណល់មួយវ៉ានយើងជាទៅយើងដាក់វ៉ានដើម្បីបង្ហូរសំណល់ហើយហ្នឹងពុកម៉ែបងប្អូនគាត់ធ្វើការបើកវ៉ាននឹងឲ្យអស់មកឬក៏អញ្ចឹងទៅយើងភ្ជាប់ប្រព័ន្ធ auto flushing មួយទៀតវានឹងធ្វើការច្រានទឹកសម្ពាធទឹករុញមកគឺនឹងរុញកកដែលនៅក្នុងហ្នឹងចេញតាមវ៉ានសំណល់ហ្នឹងហើយបាទនេះគឺជាការលាងសម្អាតទី1ការលាងសម្អាតទី2គឺយើងធ្វើការដោះបដូរខាងក្នុងវាចេញមកទៅខាងក្រៅតែម្ដងយកបដូរឬនេះចេញមកក្រៅដើម្បីធ្វើការសម្អាតខាងក្រៅដើម្បីយើងធ្វើការបាញ់លាងអ្វីដែលកាន់ស្នឹមនៅក្នុងបដូរខាងក្នុងហ្នឹងឲ្យបានស្អាតដីបានស្អាតដើម្បីបដូរនោះបានស្អាតករណីទី3គឺជាករណីធ្ងន់មួយនៅពេលដែលពុកម៉ែបងប្អូនប្រើប្រាស់ជាមួយនឹងទឹកបន្ទងដែលមានកកដីផងមានល្បាប់ផុកផងឬក៏មានកបោទុំជាប់ខ្លាំងតែម្ដងគឺអាហ្នឹងគឺយើងប្រើប្រាស់សារធាតុកម្ចាត់កបោតែម្ដងដើម្បីលាងសម្អាតលើបដូរ UF ដើម្បីឲ្យ UF របស់យើងគឺបានស្អាតបាទអញ្ចឹងនេះតាក់ទងជាមួយនឹងអត្ថប្រយោជន៍ក៏ដូចជារបៀបនៃការលាងសម្អាតប្រព័ន្ធ UF Pro របស់យើងបានស្អាតដើម្បីប្រសិទ្ធភាពនៃការចម្រោះទឹករបស់យើងគឺបានកាន់ល្អបាទអរគុណច្រើន